នៅក្នុងខ្លួនរបស់មនុស្សយើងជាទូទៅមានតម្រងនោមចំនួន1គូដែលវាមានទីតាំងនៅផ្នែកខាងក្រោមខ្នងនិងលើចង្កេះបន្តិចហើយតម្រងនោមទាំងពីរនោះគឺស្ថិតនៅអមសងខាងឆ្អឹងខ្នងវាមានទំហំប្រហាក់ប្រហែលនឹងក្តាប់ដៃដែលមានទម្ងន់ប្រមាណ150ក្រាមហើយរូបរាងរបស់វាគឺស្តៀងទៅនឹងគ្រាប់សណ្តែកជារៀងរាល់ថ្ងៃមានបរិមាណឈាមជាច្រើនបានរត់ឆ្លងកាត់វាតម្រងនោមវាមានតួនាទីក្នុងការចម្រោះឈាមដើម្បីបញ្ចេញនូវកាកសំណល់ផ្សេងៗតាមរយៈទឹកនោមហើយវាក៏មានតួនាទីក្នុងការរក្សាលំនឹងជាតិទឹកក្នុងខ្លួនដោយវាធ្វើការលេីតម្រូវបរិមាណទឹកនោមអេឡិចត្រូលីតនិង pH នៅក្នុងខ្លួនហើយតួនាទីរបស់វាមួយទៀតនោះគឺផលិតនូវអរម៉ូនផ្សេងៗដូចជាអរម៉ូន erythropoietin ដើម្បីផលិតគ្រាប់ឈាមអរម៉ូន renin ដើម្បីគ្រប់គ្រងសម្ពាធឈាមនិងអរម៉ូន calcitrol ដើម្បីបំប្លែងវីតាមីន D សម្រាប់បឺតស្រូបយកកាល់ស្យូមនៅពេលដែលតម្រងនោមរបស់អ្នកចុះខ្សោយនោះវាមិនអាចដំណើរការនៅមុខងារទាំងអស់នេះបានទេដែលគេហៅថាជំងឺខ្សោយតម្រងនោមជំងឺខ្សោយតម្រងនោមត្រូវបានគេបែងចែកជា5ដំណាក់កាលដែលដំណាក់កាលទី1គឺនៅពេលដែលមុខងាររបស់តម្រងនោមនៅសល់ចាប់ពី 90% ឡើងទៅដំណាក់កាលនេះត្រូវធ្វើការតាមដានជាប្រចាំថ្ងៃដំណាក់កាលទី2គឺនៅពេលដែលមុខងាររបស់តម្រងនោមនៅសល់ចន្លោះពី89ទៅ60%ដំណាក់កាលនេះត្រូវធ្វើការពិគ្រោះជាមួយនឹងគ្រូពេទ្យជាប្រចាំដំណាក់កាលទី3គឺនៅពេលដែលមុខងាររបស់តម្រងនោមនៅសល់ចន្លោះពី59ទៅ30%នៅក្នុងដំណាក់កាលនេះគឺត្រូវពិគ្រោះនិងពិនិត្យជាមួយនឹងគ្រូពេទ្យឯកទេសជាប្រចាំដំណាក់កាលទី4គឺនៅពេលដែលមុខងាររបស់តម្រងនោមនៅចន្លោះ29ទៅ15%ជាដំណាក់កាលដែលត្រូវទទួលយកចំណេះដឹងទាក់ទងនឹងការលាងឈាមហើយនឹងដំណាក់កាលចុងក្រោយគឺដំណាក់កាលទី5នៅពេលដែលមុខងាររបស់តម្រងនោមនៅចាប់ពី 15% ចុះក្រោមដំណាក់កាលនេះដែរគឺជាដំណាក់កាលដែលត្រូវរៀបចំសម្រាប់ការលាងឈាមមានជំងឺចម្បងចំនួន2ដែលធ្វើឲ្យអ្នកវិវត្តទៅជាខ្សោយតម្រងនោមនោះគឺនៅពេលដែលអ្នកមានជំងឺលើសសម្ពាធឈាមនិងជំងឺទឹកនោមផ្អែមរយៈពេលយូរដោយមិនបានទទួលការព្យាបាលនិងតាមដានឲ្យបានត្រឹមត្រូវជាធម្មតាតម្រងនោមរបស់យើងមានតួនាទីក្នុងការបញ្ចេញនូវកាកសំណល់ប៉ុន្តែនៅពេលដែលអ្នកមានជំងឺខ្សោយតម្រងនោមនោះវាមិនអាចដំណើរការនៅមុខងាររបស់វាបានទេដែលធ្វើឲ្យកាកសំណល់មិនត្រូវបានបញ្ចេញនិងនៅកកកុញនៅពេញរាងកាយដែលវាបណ្ដាលឲ្យមានជាតិពុលនៅក្នុងឈាមដែលបង្ហាញនូវរោគសញ្ញាមួយចំនួនដូចជាចង្អោរឈឺក្បាលបាត់បង់ចំណង់អាហារបាត់បង់រសជាតិមានអារម្មណ៍ថក់អស់កម្លាំងពិបាកក្នុងការបញ្ឈប់ការហូរឈាមជាដើមដែលទាមទារនូវការព្យាបាលដោយធ្វើការលាងឈាមនិងគ្រប់គ្រងរបបអាហារនិងការប្រើប្រាស់ថ្នាំឲ្យបានជាប្រចាំហើយតួនាទីមួយទៀតនោះគឺរក្សាលំនឹងជាតិទឹកវាធ្វើការលេីតម្រូវនៅបរិមាណទឹកនោមអេឡិចត្រូលីតនិង pH នៅក្នុងខ្លួនប៉ុន្តែនៅពេលដែលអ្នកមានជំងឺខ្សោយតម្រងនោមនោះបរិមាណទឹកនោមនឹងថយចុះហើយនឹងមានការបាត់បង់នៅលំនឹងអេឡិចត្រូលីតនៅក្នុងខ្លួនដោយវាធ្វើឲ្យបាត់បង់នៅលំនឹងជាតិទឹកដែលមានសញ្ញាមួយចំនួនដូចជាថយចុះបរិមាណទឹកនោមហើមឡើងទម្ងន់ភ្លាមដង្ហើមខ្លីពិបាកដកដង្ហើមដេកមិនលក់និងមានការកើនឡើងសម្ពាធឈាមផងដែរមួយទៀតវាធ្វើឲ្យកំហាប់សូឌីយ៉ូមនិងប៉ូតាស្យូមប្រែប្រួលខុសធម្មតាដែលវាស្ដែងនៅរោគសញ្ញាមួយចំនួនដូចជាប្រកាច់ស្ពឹកសន្លប់និងចង្វាក់បេះដូងលោតខុសធម្មតានិងចុងក្រោយនោះគឺទាក់ទងនឹងកំហាប់កាល់ស្យូមហើយនឹងផូស្វ័រប្រែប្រួលខុសធម្មតាដែលវាធ្វើឲ្យឆ្អឹងផុយងាយនឹងបាក់ហើយមានក្រិនសរសៃឈាមឆាប់ខឹងនិងមានរមាស់ខ្លួនប្រាណដែលវាទាមទារឲ្យមានការព្យាបាលដោយការលាងឈាមការគ្រប់គ្រងរបបអាហារនិងការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវហើយតួនាទីរបស់វាមួយទៀតនោះគឺធ្វើការបញ្ចេញអរម៉ូននៅពេលដែលអ្នកមានជំងឺខ្សោយតម្រងនោមនោះការផលិតអរម៉ូននឹងត្រូវថយចុះដែលវាបង្កឲ្យមានជំងឺមួយចំនួនដូចជាជំងឺស្លេកស្លាំងដែលវាស្ដែងនៅរោគសញ្ញាដូចជាស្បែកឡើងស្លេកឈឺក្បាលស្រឿងដង្ហើមខ្លី
និងមានអារម្មណ៍ថាអស់កម្លាំងមួយទៀតនោះគឺការកើនឡើងនៅសម្ពាធឈាមដែលវាស្ដែងនៅរោគសញ្ញាមួយចំនួនដូចជាមានឈឺក្បាលឬក៏ជួនកាលអាចមានឈឺទ្រូងជាដើមចុងក្រោយទាក់ទងទៅនឹងជំងឺស្ពូតឆ្អឹងមូលហេតុដោយសារតែការកើនឡើងនៅជាតិផូស្វ័រនិងការថយចុះនៅជាតិកាល់ស្យូមដែលធ្វើឲ្យឆ្អឹងផុយស្រួយនិងងាយបាក់ហើយនឹងអាចមានទៅជាជំងឺគ្រុនសរសៃឈាមនិងមានរមាស់ខ្លួនប្រាណនិងឆាប់ខឹងជាដើមដោយវាទាមទារឲ្យមានការព្យាបាលនិងថែទាំឲ្យបានត្រឹមត្រូវតាមរយៈការគ្រប់គ្រងរបបអាហារនិងការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវជាទូទៅតម្រងនោមមានតួនាទីចម្រោះឈាមរក្សាលំនឹងជាតិទឹកនិងផលិតអរម៉ូនប៉ុន្តែនៅពេលដែលមានជំងឺខ្សោយតម្រងនោមហើយមុខងាររបស់វាធ្លាក់ក្រោម 10% នោះតម្រូវឲ្យធ្វើការព្យាបាលតាមរយៈការលាងឈាមឬប្តូរតម្រងនោមជំនួសតម្រងនោមដែលខូចការលាងឈាម Hemodialysis គឺជាការលាងឈាមដោយប្រើប្រាស់ម៉ាស៊ីនលាងឈាមដោយឈាមត្រូវបានហូរចេញពីក្នុងខ្លួនឆ្លងកាត់តាមតម្រងនោមសុបនិមិត្ត Dialyzer ដែលជំនួសតម្រងនោមដែលខូចដើម្បីច្រោះយកកាកសំណល់ដកយកជាតិទឹកដែលនៅកកុញនៅក្នុងខ្លួននិងរក្សាលំនឹងអេឡិចត្រូលីតការលាងឈាមអ្នកត្រូវចំណាយពេលវេលាចំនួន 2 ទៅ 3 ដងក្នុងមួយសប្តាហ៍និងចំណាយពេលប្រហែល 4 ម៉ោងក្នុងពេលលាងឈាមម្ដងអ្នកត្រូវចំណាយពេលមកលាងឈាមនៅមន្ទីរពេទ្យនិងរក្សាទំនាក់ទំនងជាមួយគ្រូពេទ្យជាប្រចាំដើម្បីធ្វើការលាងឈាមបានអ្នកត្រូវធ្វើការវះកាត់ដើម្បីបង្កើតសរសៃសម្រាប់លាងឈាមការលាងឈាមមួយទៀតគឺជាការលាងឈាមតាមស្រោមពោះដោយទឹកសម្រាប់លាងឈាមត្រូវបានចាក់បញ្ចូលតាមរយៈបំពង់បង្ហូរចូលក្នុងពោះហើយភ្នាស្រោមពោះធ្វើការច្រោះឈាមដើម្បីបញ្ចេញកាកសំណល់និងជាតិទឹកពីក្នុងខ្លួននិងរក្សាលំនឹងអេឡិចត្រូលីតការលាងឈាមតាមស្រោមពោះអ្នកត្រូវចំណាយពេលវេលាក្នុងការផ្លាស់ប្ដូរថង់លាងស្រោមពោះ 3 ទៅ 4 ដងក្នុងមួយថ្ងៃនិងក្នុងពេលលាងម្ដងចំណាយពេល 2 ទៅ 3 ម៉ោងការលាងឈាមតាមស្រោមពោះអ្នកត្រូវចំណាយពេលមកជួបគ្រូពេទ្យប្រហែល1ខែម្ដងដើម្បីធ្វើការលាងឈាមតាមស្រោមពោះបានអ្នកត្រូវធ្វើការវះកាត់ដើម្បីដាក់បំពង់មួយនៅក្នុងពោះតែនៅប្រទេសកម្ពុជាយើងមិនមានវិធីសាស្ត្រនៃការលាងឈាមបែបនេះទេវិធីសាស្ត្រមួយទៀតនោះគឺការប្តូរតម្រងនោមវាជាការព្យាបាលតាមរយៈការវះកាត់ដាក់បន្ថែមតម្រងនោមដែលបានមកការបរិច្ចាគពីអ្នកណាម្នាក់ដើម្បីមកជំនួយនៅមុខងារតម្រងនោមរបស់អ្នកជំងឺដែលបានខូចជាទូទៅតម្រងនោមរបស់អ្នកត្រូវទុកនៅកន្លែងដដែលដោយគ្រាន់តែបន្ថែមតម្រងនោមដែលបានពីការបរិច្ចាគជាងការវះកាត់យកវាចេញព្រោះវាធ្វើឲ្យអ្នកកាត់តែទ្រុឌទ្រោមឡើងប៉ុន្តែនៅប្រទេសកម្ពុជាយើងមិនទាន់មានការវះកាត់ប្តូរតម្រងនោមនោះទេការលាងឈាមគឺជាដំណើរការនៃការប្រើប្រាស់នៅតម្រងនោមសិប្បនិម្មិតជំនួយឲ្យតម្រងនោមដែលខ្សោយនិងថយចុះនៅមុខងាររបស់វាឈាមត្រូវបានហូរតាមតម្រងនោមសិប្បនិម្មិតដើម្បីច្រោះយកជាតិពុលជាតិទឹកដែលនៅក្នុងខ្លួននិងរក្សាលំនឹងអេឡិចត្រូលីតដើម្បីឲ្យការលាងឈាមមានប្រសិទ្ធភាពគ្រប់គ្រាន់ទាមទារឲ្យមានលក្ខខណ្ឌសមស្របមួយចំនួនដូចជាអត្រាលំហូរឈាម200មីលីលីត្រក្នុង1នាទីរយៈពេលលាងឈាម4ម៉ោងឬច្រើនជាងនេះក្នុងពេលលាងម្ដងប្រភេទនៃតម្រងនោមសិប្បនិម្មិតនិងសរសៃសម្រាប់លាងឈាមបន្ថែមពីលើនេះទៀតការគ្រប់គ្រងការរស់នៅប្រចាំថ្ងៃក៏មានសារៈសំខាន់ផងដែរសម្រាប់ឲ្យការលាងឈាមកាន់តែមានប្រសិទ្ធភាពល្អនៅពេលដំណើរការលាងឈាមម្ជុល2ត្រូវបានចាក់បញ្ចូលទៅក្នុងសរសៃឈាមដោយម្ជុលទី1បឺតឈាមចេញឆ្លងកាត់ក្នុងតម្រងនោមសិប្បនិម្មិតដើម្បីច្រោះហើយឈាមដែលបានច្រោះរួចហូរចូលក្នុងសរសៃឈាមវិញតាមរយៈម្ជុលមួយទៀតនៅពេលឈាមហូរកាត់តម្រងនោមសិប្បនិម្មិតម្ដងវាត្រូវប៉ះគ្នាជាមួយទឹកសម្រាប់លាងឈាមតាមរយៈភ្នាសច្រោះដើម្បីយកចេញនូវកាកសំណល់ជាតិពុលនិងរក្សាលំនឹងអេឡិចត្រូលីតចលនានេះវិលជុំរហូតដល់ការលាងឈាមត្រូវបានបញ្ចប់ទម្ងន់គោត្រូវបានគេស្គាល់ថាជាទម្ងន់រាងកាយដែលល្អបំផុត
គឺជាទម្ងន់នៅពេលដែលរាងកាយរបស់អ្នកមានលំនឹងជាតិទឹកល្អនិងមានសម្ពាធតិចតួចទៅលើបេះដូងវាត្រូវបានកំណត់ថាជាទម្ងន់គោលដៅដែលអ្នកចង់បានពេលលាងឈាមរួចកំណត់ការទទួលទានជាតិទឹកប្រចាំថ្ងៃជាមួយនឹងទម្ងន់គោលរបស់អ្នកតាមការណែនាំរបស់គ្រូពេទ្យដើម្បីកំណត់ថាទម្ងន់គោលរបស់អ្នកសមស្របឬមិនសមស្របត្រូវតាមដានចំណុចមួយចំនួនខាងក្រោមតាមដានសម្ពាធឈាមអំឡុងពេលលាងឈាមនិងសម្ពាធឈាមពេលនៅផ្ទះពេលព្រឹកនិងពេលល្ងាចតាមដានមើលពីការរមួលសាច់ដុំនិងហាមអវយវៈតាមដានរោគសញ្ញានៃជំងឺខ្សោយបេះដូងដូចជាដង្ហើមខ្លីនិងក្អកជាដើមមើលអេកូបេះដូងកញ្ញាសមាមាត្របេះដូងនិងទ្រូងការកញ្ញាសមាមាត្របេះដូងនិងទ្រូងគឺគេយកទំហំរបស់បេះដូងចែកជាមួយនឹងប្រវែងតតឹងរបស់ទ្រូងទំហំសមាមាត្រស្តង់ដារប្រហែល 50% បន្ទាប់ពីការលាងឈាមដែលវាមានភាពខុសគ្នាទៅតាមបុគ្គលម្នាក់ៗដើម្បីធ្វើការកញ្ញាសមាមាត្របេះដូងនិងទ្រូងបានត្រូវធ្វើការថតកាំរស្មី X ដើម្បីមើលឃើញទំហំបេះដូងនៅពេលដែលសមាមាត្របេះដូងនិងទ្រូងមានទំហំធំជាងធម្មតានោះមានន័យថាមានលើសជាតិទឹកនៅក្នុងខ្លួនដែលមូលហេតុបណ្ដាលមកពីការបាត់បង់ចំណង់អាហារស្រកទម្ងន់មិនទទួលបានសារធាតុចិញ្ចឹមនិងថាមពលគ្រប់គ្រាន់ហើយវាមានរោគសញ្ញាដូចជាសម្ពាធឈាមឡើងខ្ពស់ហើមក្អកនិងពិបាកដកដង្ហើមជាពិសេសពេលគេងដែលវាទាមទារឲ្យអ្នកត្រូវបន្ថយទម្ងន់គោលតែនៅពេលដែលសមាមាត្របេះដូងនិងទ្រូងមានទំហំតូចជាងធម្មតាមានន័យថាខ្វះជាតិទឹកក្នុងខ្លួនមូលហេតុដោយសាររាងកាយរបស់អ្នកកើនឡើងទម្ងន់រោគសញ្ញាមានដូចជាសម្ពាធឈាមទាបឈឺក្បាលរមួលសាច់ដុំនៅអវយវៈនិងប្រឈមក្នុងការស្ទះសរសៃលាងឈាមដែលទាមទារឲ្យអ្នកត្រូវធ្វើការបង្កើនទម្ងន់គោលដើម្បីឲ្យដំណើរការលាងឈាមបានល្អវាចាំបាច់ណាស់ក្នុងការបញ្ជូនឈាមឲ្យបានគ្រប់គ្រាន់ទៅកាន់តម្រងនោមសិប្បនិម្មិតប្រហែល200មីលីលីត្រក្នុង1នាទីទោះបីជាយ៉ាងណាក៏ដោយចំណុះឈាមដែលហូរក្នុងសរសៃឈាមវែងសរសៃឈាមពណ៌ខៀវតិចជាងចំណុះដែលត្រូវការសម្រាប់ការលាងឈាមដែលមិនអាចគ្រប់គ្រាន់សម្រាប់ដំណើរការបាននោះទេម្យ៉ាងវិញទៀតសរសៃឈាមអាក់តេសរសៃឈាមពណ៌ក្រហមដែលមានលំហូរឈាមខ្លាំងដែលអាចគ្រប់គ្រាន់សម្រាប់ការលាងឈាមគឺមានហានិភ័យនៅពេលដែលចាក់បញ្ចុំចូលព្រោះវាធ្វើឲ្យពិបាកបញ្ឈប់ឈាមហូរដូច្នេះដើម្បីធានាបាននូវលំហូរឈាមគ្រប់គ្រាន់សម្រាប់ការលាងឈាមទាមទារការធ្វើសរសៃលាងឈាមតាមរយៈការវះកាត់ទៅភ្ជាប់គ្នារវាងសរសៃឈាមអាក់តេជាមួយសរសៃឈាមវែងសរសៃសម្រាប់លាងឈាមមានពីរប្រភេទគឺសរសៃឈាមភ្ជាប់រវាងសរសៃអាក់តេនិងវែងនិងមួយទៀតគឺសរសៃឈាមភ្ជាប់ដោយបំពង់សិប្បនិម្មិតសរសៃឈាមភ្ជាប់រវាងសរសៃអាក់តេនិងវ៉ែនគឺជាការវះកាត់ភ្ជាប់រវាងសរសៃឈាមក្រហមជាមួយសរសៃឈាមខៀវដើម្បីឲ្យសរសៃឈាមពណ៌ខៀវមានលំហូរឈាមគ្រប់គ្រាន់ដើម្បីដំណើរការលាងឈាមដែលវាត្រូវការពេលវេលាចន្លោះពី1ខែទៅ3ខែបន្ទាប់ពីវះកាត់ដើម្បីឲ្យវាជាសះស្បើយនិងមានលំហូរឈាមគ្រប់គ្រាន់ទើបអាចប្រើប្រាស់ដើម្បីលាងឈាមបានសរសៃឈាមភ្ជាប់ដោយបំពង់សិប្បនិម្មិតគឺជាការវះកាត់ភ្ជាប់រវាងសរសៃឈាមក្រហមជាមួយសរសៃឈាមពណ៌ខៀវដោយប្រើប្រាស់បំពង់សិប្បនិម្មិតក្នុងករណីដែលអ្នកជំងឺមិនសូវមានសរសៃឬសរសៃឈាមមានទំហំតូចវាចំណាយពេលខ្លីដើម្បីឲ្យវាជាសះស្បើយដើម្បីប្រើប្រាស់បានតែវាងាយនឹងកកស្ទះឬខូចបន្ទាប់ពីសរសៃលាងឈាមត្រូវបានបង្កើតយើងសូមណែនាំឲ្យធ្វើលំហាត់ប្រាណសរសៃលាងឈាមដើម្បីធ្វើឲ្យវាដំណើរការបានល្អការធ្វើលំហាត់ប្រាណសរសៃលាងឈាមពាក់ព័ន្ធនឹងការក្តាប់ច្របាច់កូនបាល់ដោយធ្វើការក្តាប់លាចុះឡើងយឺតអ្នកអាចសម្រាកនៅពេលមានអារម្មណ៍ថាអស់កម្លាំងព្យាយាមធ្វើវាជាប្រចាំថ្ងៃដើម្បីឲ្យសរសៃលាងឈាមរបស់អ្នកដំណើរការបានល្អ
ដើម្បីធ្វើឲ្យការលាងឈាមមានស្ថិរភាពវាជារឿងសំខាន់ណាស់ក្នុងការថែរក្សានិងលាងសម្អាតសរសៃលាងឈាមរបស់អ្នកឲ្យបានស្អាតដើម្បីធ្វើឲ្យសរសៃលាងឈាមរបស់អ្នកប្រើប្រាស់បានយូរត្រូវប្រាកដថាអ្នកបានសង្កេតមើលវាជាប្រចាំថ្ងៃតាមរយៈការមើលការស្ដាប់និងការប៉ះវាដើម្បីឲ្យអ្នកអាចរកមើលបញ្ហាមិនប្រក្រតីណាមួយទាន់ពេលវេលាប្រសិនបើអ្នករកឃើញភាពមិនប្រក្រតីណាមួយសូមទៅជួបគ្រូពេទ្យឲ្យបានឆាប់តាមតែអាចធ្វើទៅបានបញ្ហាដែលកើតមានញឹកញាប់លើសរសៃលាងឈាមមាន3គឺសរសៃឈាមត្បៀតឬស្ទះការឆ្លងមេរោគនិងការហូរឈាមតាមសរសៃលាងឈាមរបៀបនៃការតាមដានសរសៃលាងឈាមតាមរយៈការមើលពិនិត្យមើលសរសៃលាងឈាមជាប្រចាំដោយរកមើលបញ្ហាមួយចំនួនដូចជាភាពមិនតឹងណែននៅក្នុងសរសៃលាងឈាមព្រោះអាចមានស្ទះឬត្បៀតសរសៃឈាមពិនិត្យមើលភាពក្រហមនិងហើមរមាស់និងឈឺចាប់នៅលើសរសៃលាងឈាមព្រោះអាចមានការបង្ករោគនៅសរសៃលាងឈាមពិនិត្យមើលការហូរឈាមចេញមកក្រៅនិងហើមតំបន់ជុំវិញសរសៃលាងឈាមព្រោះអាចមានហូរឈាមតាមសរសៃលាងឈាមតាមរយៈការស្ដាប់រោគសំឡេងរបស់សរសៃលាងឈាមថាតើវាមានសំឡេងឬស្ងាត់ជាងធម្មតាឬទេព្រោះបើសំឡេងស្ងាត់អាចមកពីស្ទះឬត្បៀតសរសៃលាងឈាមឬក៏ឮសំឡេងខ្លាំងដូចផ្លុំកញ្ចែក៏អាចមកពីស្ទះឬត្បៀតសរសៃលាងឈាមផងដែរតាមរយៈការប៉ះស្ទាបនៅលើសរសៃលាងឈាមដើម្បីដឹងពីលំហូរឈាមបើករណីលំហូរឈាមខ្សោយឬពិបាកស្ទាបរកមើលលំហូរឈាមបញ្ហាអាចបណ្ដាលមកពីត្បៀតឬស្ទះសរសៃលាងឈាមករណីដែលមានអារម្មណ៍ថាក្តៅហើមនិងឈឺចាប់បញ្ហាអាចមកពីមានការបង្ករោគនៅសរសៃលាងឈាមតែបើសរសៃឈាមឬតំបន់ជុំវិញឡើងរឹងឬហើមអាចបណ្ដាលមកពីមានហូរឈាមតាមសរសៃលាងឈាមសកម្មភាពដែលត្រូវប្រុងប្រយ័ត្នក្នុងការរស់នៅប្រចាំថ្ងៃដើម្បីជៀសផុតពីបញ្ហាទាំងអស់នេះមានដូចជាកុំដេកកោយដៃនៅខាងដែលមានសរសៃលាងឈាមជៀសវាងសម្លៀកបំពាក់ដែលមានដៃតឹងណែនកុំពាក់នាឡិកានិងកុំយួរអីវ៉ាន់ធ្ងន់ៗនៅខាងដៃដែលមានសរសៃលាងឈាមហាមយកដៃសរសៃលាងឈាមប្រើសម្រាប់ចាក់ថ្នាំឬវាស់សម្ពាធឈាមកុំរឹតកៅស៊ូទប់ឈាមលើសរសៃលាងឈាមយូរពេកត្រូវលាងដៃថ្នមៗជាមួយសាប៊ូពេលព្រឹកពេលល្ងាចនិងពេលមកដល់ផ្ទះលាបលេបផ្ដល់សំណើមក៏មានប្រសិទ្ធភាពក្នុងការការពារភាពស្ងួតបន្ទាប់ពីលាងដៃរួចផងដែរមួយទៀតបើសិនជាកៅស៊ូដែលអ្នកដាក់រុំទប់ឈាមបន្ទាប់ពីលាងឈាមនៅរុំលើដៃរបស់អ្នកសូមដោះវាចេញប្រសិនបើអ្នកផឹកទឹកច្រើនវាធ្វើឲ្យអ្នកឡើងទម្ងន់ហើយទឹកកាន់តែច្រើននឹងត្រូវបានដកចេញក្នុងអំឡុងពេលលាងឈាមដែលអាចបណ្ដាលឲ្យសម្ពាធឈាមរបស់អ្នកធ្លាក់ចុះយ៉ាងរហ័សការធ្លាក់ចុះនៃសម្ពាធឈាមភ្លាមៗអាចនាំឲ្យមានការស្ទះសរសៃលាងឈាមដើម្បីការពារសរសៃលាងឈាមអ្នកត្រូវគ្រប់គ្រងសម្ពាធឈាមនិងកម្រិតជាតិទឹករបស់អ្នកឲ្យបានតឹងរឹងជារៀងរាល់ថ្ងៃវាស់សម្ពាធឈាមរបស់អ្នក2ដងក្នុងមួយថ្ងៃនៅពេលព្រឹកនិងនៅមុនចូលគេងការបរិភោគអាហារដែលមានជាតិប្រៃនឹងធ្វើឲ្យអ្នកស្រេកទឹកខ្លាំងដែលធ្វើឲ្យអ្នកផឹកទឹកច្រើននិងបណ្ដាលឲ្យឡើងទម្ងន់ការគ្រប់គ្រងជាតិប្រៃក៏សំខាន់ផងដែរក្នុងការការពារសរសៃលាងឈាមរបស់អ្នកផលវិបាកដែលកើតឡើងដោយសារជំងឺខ្សោយតម្រងនោមនៅពេលដែលអ្នកមានជំងឺខ្សោយតម្រងនោមវាតែងតែមាននៅផលវិបាកមួយចំនួនដូចជាជំងឺស្លេកស្លាំងជំងឺបេះដូងការចុះសម្ពាធឈាមការឡើងសម្ពាធឈាមការឆ្លងរោគការកើនឡើងប៉ូតាស្យូមក្នុងឈាមនិងការកើនឡើងផូស្វ័រក្នុងឈាមជំងឺស្លេកស្លាំងវាមានរោគសញ្ញាដូចជាដង្ហើមខ្លីញ័រទ្រោងវិលមុខនិងឈឺក្បាលស្រាងៗជាដើមមូលហេតុដោយសារតែការថយចុះការបញ្ចេញនូវអរម៉ូនផលិតគ្រាប់ឈាមដែលទាមទារការព្យាបាលតាមការចាក់ថ្នាំជំនួយគ្រាប់ឈាម
ប្រសិនបើភាពស្លេកស្លាំងមិនប្រសើរឡើងមូលហេតុអាចមកពីមានការហូរឈាមឬកង្វះជាតិដែកប្រសិនបើភាពស្លេកស្លាំងកើតឡើងភ្លាមពិនិត្យរកមើលក្រែងមានការហូរឈាមដើម្បីដឹងពីកម្រិតនៃភាពស្លេកស្លាំងត្រូវធ្វើការពិនិត្យឈាមដែលទូទៅលទ្ធផលតេស្តគ្រាប់ឈាមធម្មតាសម្រាប់អ្នកជំងឺលាងឈាមគឺHemoglobin នៅចន្លោះពី10ទៅ12ក្រាមក្នុង1ដេស៊ីលីត្រ Hematocrit នៅចន្លោះពី33ទៅ35%បញ្ហាមួយទៀតនោះគឺជំងឺបេះដូងដែលវាបង្ហាញនូវរោគសញ្ញាមួយចំនួនដូចជាពិបាកដកដង្ហើមឈឺទ្រូងពិបាកក្នុងការដេកលុះត្រាតែអ្នកអង្គុយហើមខ្លួនឡើងទម្ងន់ឡើងសម្ពាធឈាមជាដើមដើម្បីការពារផលវិបាកនេះអ្នកត្រូវវាស់សម្ពាធឈាមនិងតាមដានទម្ងន់របស់អ្នករាល់ថ្ងៃនិងកត់ចំណាំពីបម្រែបម្រួលកំណត់ការទទួលទានជាតិទឹកនិងអំបិលដែលអាចធ្វើឲ្យឡើងទម្ងន់រក្សាលំនឹងអាហារូបត្ថម្ភនិងកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះសូមពិភាក្សាជាមួយគ្រូពេទ្យឲ្យបានលឿនចំពោះការព្យាបាលត្រូវដកយកជាតិទឹកចេញតាមរយៈការលាងឈាមឲ្យបានទៀងទាត់យកទឹកដែលនៅកកុញក្នុងខ្លួនចេញបន្ថយទម្ងន់គោនិងដាក់អុកស៊ីសែនជាដើមដើម្បីដឹងច្បាស់ពីបញ្ហាបេះដូងអ្នកត្រូវធ្វើការពិនិត្យមើលដោយធ្វើការថតកាំរស្មីឯកទ្រូងនិងអេកូបេះដូងបញ្ហាមួយទៀតនោះគឺការចុះសម្ពាធឈាមដែលមានដូចជាការចុះសម្ពាធឈាមអំឡុងពេលលាងឈាមការចុះសម្ពាធឈាមជាប្រចាំការចុះសម្ពាធឈាមអូតូស្តាទិកការចុះសម្ពាធឈាមអំឡុងពេលលាងឈាមស្ដែងឡើងដោយរោគសញ្ញានៃការចុះសម្ពាធឈាមភ្លាមចាប់ពី20មីលីម៉ែត្របារ៉តឡើងទៅការចុះសម្ពាធឈាមជាប្រចាំដែលស្ដែងឡើងដោយសម្ពាធឈាមតែងតែនៅទាបជាង100មីលីម៉ែត្របារ៉តមូលហេតុដោយសារទម្ងន់គោមិនត្រឹមត្រូវការថយចុះមុខងារបេះដូងការលាងឈាមរយៈពេលយូរជាដើមដើម្បីការពារអ្នកត្រូវឡៃតម្រូវទម្ងន់គោនិងថ្នាំបញ្ចុះសម្ពាធឈាមសាជាថ្មីតែបើមិនមានប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃអ្នកអាចនៅរងចាំតាមដានបន្តទៀតចំពោះការចុះសម្ពាធឈាមអូតូស្តាទិកស្ដែងឡើងដោយការថយចុះសម្ពាធឈាមភ្លាមនៅពេលអ្នកក្រោកឈរមូលហេតុដោយសារទម្ងន់គោមិនត្រឹមត្រូវអ្នកមានជំងឺទឹកនោមផ្អែមមនុស្សវ័យចាស់និងអ្នកមានជំងឺគ្រិនសរសៃឈាមជាដើមដើម្បីការពារអ្នកត្រូវឡៃតម្រូវទម្ងន់គោសាជាថ្មីជៀសវាងការងើបឈរភ្លាមលេបថ្នាំឲ្យបានត្រឹមត្រូវនិងពាក់ស្រោមជើងការពារបញ្ហាមួយទៀតនោះគឺការលើសសម្ពាធឈាមដែលមូលហេតុដោយសារការទទួលទានអំបិលនិងទឹកច្រើនហួសប្រមាណជំងឺគ្រិនសរសៃឈាមបាត់បង់ចំណង់អាហារនិងការកើនឡើងការបញ្ចេញអរម៉ូនរ៉េនីនជាដើមដើម្បីការពារអ្នកត្រូវជៀសវាងការទទួលទានជាតិទឹកនិងជាតិអំបិលច្រើនប្រើថ្នាំបញ្ចុះសម្ពាធឈាមឡៃតម្រូវទម្ងន់គោនិងបញ្ឈប់ការជក់បារីបើអ្នកជក់បារីបញ្ហាមួយទៀតនោះគឺការប្រឈមមុខនឹងការឆ្លងរោគតែមានរោគសញ្ញាដូចជាក្តៅខ្លួនបាត់បង់ចំណង់អាហារការឆ្លងរោគនៅសរសៃលាងឈាមដែលមានឡើងក្រហមក្តៅឈឺនិងហើមដំបៅជើងដែលរបួសមិនជាសះស្បើយហើយដំបៅឡើងក្រហមនិងហើមមូលហេតុដោយសារប្រព័ន្ធការពាររាងកាយចុះខ្សោយធ្វើឲ្យអ្នកងាយនឹងឆ្លងមេរោគផ្សេងមួយវិញទៀតលំហូរឈាមទៅកាន់ជើងរបស់អ្នកថយចុះធ្វើឲ្យរបួសតូចតាចក៏អាចធ្វើឲ្យទៅជាធ្ងន់ធ្ងរបានដែរដើម្បីការពារអ្នកត្រូវរក្សាអនាម័យខ្លួនប្រាណទទួលទានអាហារូបត្ថម្ភនិងសម្រាកឲ្យបានគ្រប់គ្រាន់ប្រយ័ត្នកុំឲ្យមានការប៉ះទង្គិចទៅលើសរសៃលាងឈាមនិងជើងរបស់អ្នកពិនិត្យមើលភាពមិនធម្មតារបស់វាជារៀងរាល់ថ្ងៃបើសិនអ្នករកឃើញថាមានភាពមិនធម្មតាកើតឡើងត្រូវទៅជួបគ្រូពេទ្យឲ្យបានឆាប់បញ្ហាមួយទៀតនោះគឺការលើសប៉ូតាស្យូមក្នុងឈាមដែលវាបង្ហាញនូវរោគសញ្ញាមួយចំនួនដូចជាមានអារម្មណ៍ថាអស់កម្លាំងស្ពឹកអวัยวៈជីពចរយឺតបាត់បង់កម្លាំងនៅអวัยวៈនិងបាត់បង់កម្រិតស្មារតីជាដើម
មូលហេតុដោយសារតែសារជាតិប៉ូតាស្យូមនៅក្នុងឈាមដែលត្រូវបានបញ្ចេញជាប្រចាំថ្ងៃដោយតម្រងនោមតាមរយៈទឹកនោមមិនត្រូវបានបញ្ចេញនៅពេលដែលអ្នកមានជំងឺខ្សោយតម្រងនោមហើយវានៅប្រមូលផ្ដុំក្នុងខ្លួនជាតិប៉ូតាស្យូមធ្វើឲ្យប៉ះពាល់ដល់មុខងារសរសៃប្រសាទនិងសាច់ដុំហើយការកើនឡើងកម្រិតប៉ូតាស្យូមអាចប៉ះពាល់ដល់សាច់ដុំនិងបេះដូងដែលអាចបណ្ដាលឲ្យគាំងបេះដូងការការពារនិងការព្យាបាលគឺត្រូវយកជាតិប៉ូតាស្យូមដែលលើសចេញពីក្នុងឈាមតាមរយៈការលាងឈាមនិងគ្រប់គ្រងរបបអាហារប្រចាំថ្ងៃសូមប្រយ័ត្នពេលជ្រើសរើសគ្រឿងផ្សំធ្វើម្ហូបប្រចាំថ្ងៃត្រូវប្រាកដថាអ្នកបានលេបថ្នាំបញ្ចុះកម្រិតប៉ូតាស្យូមថ្នាំនេះអាចជួយឲ្យមានការបឺតស្រូបយកប៉ូតាស្យូមទៅបញ្ចេញតាមរយៈលាមកដើម្បីដឹងពីកម្រិតប៉ូតាស្យូមរបស់អ្នកត្រូវធ្វើការពិនិត្យមើលឈាមដែលកម្រិតប៉ូតាស្យូមស្តង់ដារនៅចន្លោះពី3.5 ទៅ 5.3 មីលីម៉ែត្រ equivalent ក្នុង1លីត្របញ្ហាមួយទៀតនោះគឺការកើនឡើងផូស្វ័រក្នុងឈាមដែលបង្ហាញនូវរោគសញ្ញាមួយចំនួនដូចជាឆ្អឹងคล้ายទៅជាផុយស្រួយក្រិនសរសៃឈាមនិងឈឺសន្លាក់មូលហេតុនៅពេលដែលអ្នកមានជំងឺខ្សោយតម្រងនោមធ្វើឲ្យការបញ្ចេញនៅផូស្វ័រត្រូវបានថយចុះនោះវាធ្វើឲ្យកំហាប់ផូស្វ័រក្នុងឈាមកើនឡើងលើសពីនេះទៅទៀតផូស្វ័រប្រឆាំងនឹងការស្រូបយកជាតិកាល់ស្យូមពីអាហារនៅក្នុងពោះវៀនដែលធ្វើឲ្យខ្វះជាតិកាល់ស្យូមនៅក្នុងឈាមហើយធ្វើឲ្យកាល់ស្យូមដែលមាននៅក្នុងឆ្អឹងផ្លាស់ទីទៅក្នុងឈាមដែលបណ្ដាលឲ្យឆ្អឹងផុយស្រួយដែលត្រូវការពារនិងការព្យាបាលដូចជាកាត់បន្ថយការទទួលទានអាហារដែលមានជាតិផូស្វ័រខ្ពស់លេបថ្នាំបញ្ចុះកម្រិតផូស្វ័រថ្នាំនេះអាចជួយឲ្យមានការបឺតស្រូបយកផូស្វ័រទៅបញ្ចេញតាមរយៈលាមកដើម្បីដឹងពីកម្រិតផូស្វ័រក្នុងឈាមអ្នកត្រូវពិនិត្យមើលឈាមដោយកម្រិតស្តង់ដាររបស់ផូស្វ័រចន្លោះពី 2.8 ទៅ 4.5 មីលីក្រាមក្នុង1ដេស៊ីលីត្រហើយវាក៏បង្កនូវផលវិបាកដែលកើតឡើងក្នុងរយៈពេលយូរជាច្រើនដូចជាការកើនឡើងអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីតភាពមិនធម្មតានៃកម្រិតប្រូតេអ៊ីនរមាស់ស្បែកការចុកហួរជើងនិងការថយចុះលំហូរឈាមទៅកាន់ជើង